ម៉ែស្រក់ទឹកភ្នែកពេលម៉ែនឹកកូនជាតិជាម្ដាយគ្រប់រូបមិនដែលមានម្ដាយណាដែលមិនគិតដល់កូនមិននឹកកូននោះទេម៉ែតែងតែនឹកកូនគិតកូនរហូតហើយគ្រប់ពេលដែលម៉ែនឹកកូនទឹកភ្នែករបស់ម៉ែតែងស្រក់ហូរមកជានិច្ចព្រោះម៉ែស្រឡាញ់កូនម៉ែត្រូវការកូនក្នុងពេលដែលកូនឃ្លាតឆ្ងាយពីម៉ែឬពេលដែលកូនមិននៅជិតម៉ែក្នុងទ្រុងរបស់ម៉ែតឹងណានចង្អៀតអ៊ូលអាក់ព្រោះម៉ែនឹកកូនខ្លាំងណាស់ក្នុងចិត្តរបស់ម៉ែតែងនឹកកូនជានិច្ចតែក្នុងចិត្តរបស់កូនខ្លះមិនដែលនឹកដល់ម៉ែឡើយតតែកូនជួបឧបសគ្គផ្សេងឬតតែមានការចង់ឲ្យម៉ែជួយទើបកូននឹកដល់ម៉ែកូនត្រូវការម៉ែការកូនមានភាពសប្បាយរីករាយកូនតែងតែភ្លេចម៉ែកូនមិនដែលនឹកដល់ម៉ែទេចុះហេតុអ្វីក៏ចាំបាច់តតែមានការងារចង់ឲ្យម៉ែជួយទើបនឹកដល់ម៉ែដេចក៏មិននាំគ្នានឹកដល់ម៉ែគ្រប់ពេលវេលាទៅតើកូនមានដឹងទេថាគ្រប់ពេលវេលាដែលម៉ែសប្បាយម៉ែតែងនឹកដល់កូនម៉ែចង់ឲ្យកូនរបស់ម៉ែមកចូលរួមសប្បាយជាមួយនឹងម៉ែគ្រប់ពេលវេលាដែលម៉ែជួបនៅសេចក្តីទុក្ខលំបាកជាពិសេសដែលម៉ែឈឺគឺម៉ែត្រូវការកូនខ្លាំងណាស់ម៉ែប្រាថ្នាចង់ឲ្យកូនមកមើលម៉ែឲ្យកូនមកដើម្បីឲ្យម៉ែឃើញមុខព្រោះម៉ែនឹកកូនម៉ែចង់ឲ្យកូនមកនៅណែបនិតចិត្តម៉ែបើកូនគ្មានអ្វីមកជូនម៉ែក៏ហីទៅចុះឲ្យតែកូនគ្រប់គ្នាមកឲ្យម៉ែឃើញមុខប៉ុណ្ណឹងម៉ែសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមគ្មានឡើយមនុស្សម្នាក់តែងតែស្រឡាញ់និងហួងហែងជីវិតខ្លួនឯងណាស់ព្រោះគ្មានអ្វីដែលសំខាន់ជាជាងជីវិតរបស់ខ្លួនឯងឡើយអ្នកខ្លះហ៊ានលះបង់អ្វីគ្រប់បែបយ៉ាងឲ្យតែជីវិតរបស់ខ្លួនឯងរស់តែចំពោះម៉ែបែរជាហ៊ានលះបង់ជីវិតខ្លួនឯងដើម្បីឲ្យកូនទៅវិញព្រោះម៉ែយល់ថាជីវិតរបស់កូនជាជីវិតដ៏សំខាន់សម្រាប់ម៉ែសំខាន់ជាជាងជីវិតរបស់ម៉ែទៅទៀតតើមានអ្នកណាដែលមិនហ៊ានលះបង់ជីវិតដើម្បីកូនដូចជាម៉ែមានអ្នកណាទៅដែលល្អដូចម៉ែរកមិនបានសោះឡើយព្រោះតែម៉ែទេដែលនឹកកូនគិតកូនគ្រប់ពេលវេលាហើយម៉ែស្រក់ទឹកភ្នែកដោយសារកូនក៏វាច្រើនណាស់ដែរសូមកូនទាំងឡាយយល់ដល់តម្លៃទឹកភ្នែករបស់ម៉ែដែលស្រក់មកផងព្រោះទឹកភ្នែកស្រក់មកគឺដោយសារកូនប្រុសកូនស្រីគ្រប់គ្នាជីវិតម៉ែដែលព្រមតស៊ូពុះពៀរកសេចក្តីលំបាកផ្សេងរស់នៅក្នុងលោកគឺព្រោះតែម៉ែមានកូនកូនគឺជាអ្នកដែលធ្វើឲ្យម៉ែមានកម្លាំងចិត្តតស៊ូរាល់ឧបសគ្គទាំងឡាយដូច្នេះបានន័យថាកូនគឺជាមនុស្សដ៏សំខាន់នៅក្នុងជីវិតម៉ែសូមកូនអាសូរទឹកនេត្រាម៉ែផងណាកូន